សេចក្តីប្រាថ្នាត្រូវតែភ្ជាប់ជាមួយសកម្មភាពទើបអាចនាំទៅរកទ្រព្យសម្បត្តិបានមនុស្សគ្រប់រូបយល់ពីតម្លៃនៃលុយយើងទាំងអស់គ្នាចង់បានលុយប៉ុន្តែការមានបំណងប្រាថ្នាតែមួយមុខមិនអាចនាំមកនូវទ្រព្យសម្បត្តិបានទេដើម្បីក្លាយជាអ្នកមានយើងត្រូវការទាំងបំណងប្រាថ្នាចង់បានទ្រព្យសម្បត្តិនិងផែនការច្បាស់លាស់ដើម្បីសម្រេចវាយើងត្រូវផ្ដោតអារម្មណ៍និងបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តតាមផែនការនោះទោះបីជាជួបប្រទះនឹងការបរាជ័យក៏ដោយនេះហើយជាអ្វីដែលនឹងធ្វើឲ្យយើងក្លាយជាអ្នកមានមនុស្សដែលមានចិត្តគំនិតស្រេកឃ្លានលុយនឹងអាចប្រមូលទ្រព្យសម្បត្តិបានការស្រេកឃ្លានលុយមានន័យថាការមានបំណងប្រាថ្នាចង់បានលុយយ៉ាងខ្លាំងរហូតដល់អ្នកអាចសម័យឃើញខ្លួនឯងកំពុងមានវាការធ្វើតាមជំហានទាំងនេះមិនតម្រូវឲ្យមានការលះបង់ឬការខិតខំហួសហេតុពេកនោះទេអ្នកមិនចាំបាច់មានការអប់រំខ្ពស់ដើម្បីអនុវត្តតាមជំហានទាំងនេះបានទេប៉ុន្តែអ្នកត្រូវតែមានការស្រមើស្រមៃនិងយល់ថាការប្រមូលទ្រព្យសម្បត្តិមិនមែនជារឿងចែកដន្យឬសំណាងនោះទេមនុស្សដែលមានទ្រព្យសម្បត្តិច្រើនចាប់ផ្ដើមដោយក្តីសុបិនក្តីសង្ឃឹមបំណងប្រាថ្នានិងផែនការច្បាស់លាស់មួយមុនពេលដែលពួកគេទទួលបានទ្រព្យសម្បត្តិនោះរបៀបប្រែក្លាយបំណងប្រាថ្នារបស់អ្នកឲ្យក្លាយជាទ្រព្យសម្បត្តិពិតប្រាកដមាន6ជំហានដែលងាយស្រួលធ្វើតាមអ្នកអាចប្រើជំហានទាំងនេះដើម្បីសម្រេចបាននូវទ្រព្យសម្បត្តិគ្រប់ប្រភេទមិនថាវាជាទំនាក់ទំនងការងារភាពវៃឆ្លាតហិរញ្ញវត្ថុឬអ្វីផ្សេងទៀតក៏ដោយជំហានដំបូងគឺត្រូវកំណត់ចំនួនលុយពិតប្រាកដដែលអ្នកចង់បានកុំគ្រាន់តែគិតថាខ្ញុំចង់បានលុយច្រើននោះមិនគ្រប់គ្រាន់ទេអ្នកត្រូវកំណត់ចំនួនជាក់លាក់មួយមានហេតុផលផ្លូវចិត្តនៅពីក្រោយភាពច្បាស់លាស់នេះដែលយើងនឹងពន្យល់នៅក្នុងជំពូកបន្ទាប់ទី2ត្រូវច្បាស់លាស់អំពីអ្វីដែលអ្នកបានបដិញ្ញាចិត្តដើម្បីទទួលបានទឹកប្រាក់ដែលចង់បានចូលចាំថាការមិនធ្វើអ្វីសោះនឹងមិននាំមកនូវលទ្ធផលអ្វីឡើយទី3កំណត់កាលបរិច្ឆេទច្បាស់លាស់ដែលអ្នកចង់ចាប់ផ្ដើមរកប្រាក់បានតាមចំនួនដែលអ្នកប្រាថ្នាជំហានទី4បង្កើតផែនការច្បាស់លាស់និងចាប់ផ្ដើមធ្វើសកម្មភាពភ្លាមមិនថាអ្នកមានអារម្មណ៍ថាខ្លួនឯងរួចរាល់ឬអត់ទេចូលចាប់ផ្ដើមអនុវត្តផែនការរបស់អ្នកឲ្យបានឆាប់បំផុតជំហានទី5សរសេរសេចក្តីថ្លែងការណ៍ខ្លីនិងច្បាស់លាស់អំពីចំនួនប្រាក់ដែលអ្នកចង់បាននិងការបរិច្ឆេទដែលអ្នកចង់សម្រេចវាបន្ទាប់មកសូមបញ្ជាក់ពីអ្វីដែលអ្នកសុខចិត្តធ្វើដើម្បីរកប្រាក់នោះនិងបញ្យល់យ៉ាងច្បាស់អំពីផែនការរបស់អ្នកជំហានទី6អានសេចក្តីថ្លែងការណ៍នេះឲ្យលឺ2ដងក្នុងមួយថ្ងៃម្ដងមុនចូលគេងនិងម្ដងទៀតក្រោយពីភ្ញាក់ពីគេងនៅពេលព្រឹកនៅពេលដែលអ្នកអានចូលស្រមៃឃើញខ្លួនឯងកំពុងមានប្រាក់នោះហើយមានអារម្មណ៍ជឿជាក់ថាអ្នកនឹងសម្រេចគោលដៅរបស់អ្នកត្រូវតែអនុវត្តតាមជំហានទាំង6នេះចំណុចទី6គឺសំខាន់ជាពិសេសអ្នកប្រហែលជាឆ្ងល់ថាតើខ្ញុំអាចស្រមៃឃើញខ្លួនឯងមានលុយនោះមុនពេលដែលខ្ញុំពិតជាមានវាដោយរបៀបណាការចង់បានលុយយ៉ាងខ្លាំងគឺជាចំណុចសំខាន់ប្រសិនបើអ្នកប្រាថ្នាចង់បានលុយខ្លាំងរហូតដល់វាក្លាយជាការឆ្លក់វង្វេងនោះអ្នកនឹងអាចបញ្ចុះបញ្ចូលខ្លួនឯងថាអ្នកពិតជានឹងទទួលបានវាគោលដៅគឺត្រូវមានបំណងប្រាថ្នាចង់បានលុយយ៉ាងខ្លាំងរហូតដល់អ្នកជឿជាក់យ៉ាងមុតមាំថាអ្នកនឹងមានវាប្រសិនបើអ្នកមិនអាចស្រមៃឃើញទ្រព្យសម្បត្តិដ៏ធំនៅក្នុងចិត្តរបស់អ្នកនោះទេនោះអ្នកនឹងមិនអាចសម្រេចវាបានឡើយប្រសិនបើអ្នកមិនអាចស្រមៃឃើញភាពជោគជ័យនៅក្នុងចិត្តរបស់អ្នកទេនោះអ្នកនឹងមិនអាចសម្រេចវាបានឡើយការមានការអត់ធ្មត់សេចក្តីសប្បុរសនិងការបើកចំហចំពោះគំនិតថ្មីគឺជាចំណុចសំខាន់សម្រាប់អ្នកដែលចង់សម្រេចក្តីសុបិនមនុស្សដែលខ្លាចគំនិតថ្មីនិងបរាជ័យមុនពេលដែលពួកគេចាប់ផ្ដើមទោះបីជាមនុស្សច្រើនគិតថាគ្មានអ្វីថ្មីដើម្បីបង្កើតក៏ដោយក៏នឹងមានឱកាសជាច្រើនក្នុងវិស័យធុរកិច្ចហិរញ្ញវត្ថុឧស្សាហកម្មនិងអ៊ីនធឺណិតយើងអាចរុករកច្នៃប្រឌិតនិងកែលម្អអ្វីៗបានជានិច្ចភ្ញាក់ឡើងពេលវេលារបស់អ្នកមកដល់ហើយអ្នកសុបិនទាំងអស់គ្នាតារារបស់អ្នកកំពុងរះហើយវិបត្តិសេដ្ឋកិច្ចពិភពលោកបានបង្កើតឱកាសសម្រាប់ការច្នៃប្រឌិតនិងភាពអស្ចារ្យចូលចាប់យកឱកាសនេះដើម្បីបង្កើតអនាគតដ៏ភ្លឺស្វាងពិភពលោកសប្តាហ៍ថ្ងៃពោពេញទៅដោយឱកាសដែលអ្នកសុបិនពីមុនមិនដែលធ្លាប់ដឹងអ្នកដែលចង់សម្រេចទ្រព្យសម្បត្តិគួរតែដឹងថាពិភពលោកទំនើបនេះត្រូវការគំនិតថ្មីវិធីសាស្ត្រថ្មីអ្នកដឹកនាំថ្មីការច្នៃប្រឌិតថ្មីនិងវិធីសាស្ត្រថ្មីក្នុងគ្រប់វិស័យដើម្បីទទួលបានភាពជោគជ័យនៅក្នុងពិភពលោកនេះអ្នកត្រូវការគុណសម្បត្តិ3យ៉ាង1គោលដៅច្បាស់លាស់2ចំណេះដឹងអំពីអ្វីដែលអ្នកចង់បាន3បំណងប្រាថ្នាខ្លាំងក្លាក្នុងការសម្រេចគោលដៅនោះវិបត្តិសេដ្ឋកិច្ចគឺជាចុងបញ្ចប់នៃសម័យកាលមួយនិងជាការចាប់ផ្ដើមនៃសម័យកាលថ្មីពិភពលោកកំពុងផ្លាស់ប្ដូរហើយវាត្រូវការអ្នកដែលមានក្តីសុបិននិងមានភាពសកម្មក្នុងការប្រែក្លាយក្តីសុបិនទាំងនោះឲ្យក្លាយជាការពិតអ្នកសុបិន
គឺជាអ្នកដែលកំណត់គំរូនៃអរិយធម៌ពេញមួយអតីតកាលហើយនឹងបន្តធ្វើដូច្នោះហើយនឹងបន្តធ្វើដូច្នេះនៅថ្ងៃអនាគតបំណងប្រាថ្នាដ៏ក្តៅគគុកគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់អ្នកដែលមានក្តីសុបិនដ៏អស្ចារ្យមនុស្សទាំងនេះមិនកើតមកជាមួយនឹងភាពរងើយកន្តើយខ្ជិលច្រអូសឬខ្វះមហិច្ឆតានោះទេតើអ្នកអាចរក្សានិងប្រើប្រាស់អំណាចនៃសេចក្តីប៉ងប្រាថ្នាបានដោយរបៀបណាចម្លើយគឺនៅក្នុងចម្ពោះបន្ទាប់នៃសៀវភៅនេះសារនេះត្រូវបានបង្ហាញនៅក្នុងគ្រាដ៏លំបាកមួយដែលពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ចមនុស្សជាច្រើនបានរងគ្រោះដោយសារវិបត្តិនេះដោយបាត់បង់ទ្រព្យសម្បត្តិឋានៈនិងការងារពួកគេត្រូវការលើកទឹកចិត្តនិងការណែនាំដើម្បីរៀបចំផែនការឡើងវិញនិងត្រៀមខ្លួនសម្រាប់អនាគតខ្ញុំចង់ប្រាប់មនុស្សទាំងអស់ថាដើម្បីសម្រេចបានជោគជ័យក្នុងគោលដៅណាមួយអ្នកត្រូវតែចាប់ផ្ដើមដោយបំណងប្រាថ្នាដ៏ក្តៅគគុកនិងច្បាស់លាស់រាល់ភាពជោគជ័យចាប់ផ្ដើមដោយបំណងប្រាថ្នាដ៏អស្ចារ្យនិងភាពក្លាហានក្នុងការតាមចាប់យកវាដោយមិនរាថយទោះបីជាគោលការណ៍នៃគីមីវិទ្យាការយល់ដឹងមិនត្រូវបានបញ្យល់ឲ្យច្បាស់លាស់ក៏ដោយក៏វាផ្ដោតទៅលើសារៈសំខាន់នៃបំណងប្រាថ្នាដ៏ខ្លាំងក្លានិងការបដិសេធមិនទទួលយកការបរាជ័យចង់បានអ្វីមួយនិងត្រៀមខ្លួនទទួលវាគឺជារឿងខុសគ្នាគ្មាននរណាម្នាក់ពិតជាត្រៀមខ្លួនទទួលអ្វីមួយនោះទេលុះត្រាតែពួកគេជឿជាក់យ៉ាងមុតមាំថាពួកគេពិតជាអាចទទួលវាបានផ្នត់គំនិតរបស់អ្នកគួរតែជាការជឿជាក់មិនមែនគ្រាន់តែជាការរំពឹងទុកឬការចង់ជឿនោះទេចិត្តដែលបើកចំហគឺសំខាន់ព្រោះចិត្តដែលបិទនឹងមិនអាចបង្កើតជំនឿភាពក្លាហានឬជំនឿចិត្តបានឡើយចូលចាំថាការកំណត់គោលដៅខ្ពស់ក្នុងជីវិតនិងការសម្រេចបាននូវភាពបរិបូរណ៍និងទ្រព្យសម្បត្តិមិនតម្រូវឲ្យមានការខិតខំប្រឹងប្រែងហួសហេតុនោះទេវាតម្រូវឲ្យយើងបដិសេធនៅទុក្ខលំបាកនិងផ្នត់គំនិតនៃភាពក្រីក្រពិនិត្យចំណុចសំខាន់ការកំណត់គោលដៅច្បាស់លាស់នាំមកនូវភាពជោគជ័យសរសេរសេចក្តីថ្លែងការណ៍ខ្លីមួយដែលច្បាស់លាស់អំពីគោលដៅរបស់អ្នកគោលដៅនោះត្រូវតែជាក់លាក់និងមានការបដិឆេទកំណត់បន្ទាប់មកសូមអានសេចក្តីថ្លែងការណ៍នោះឲ្យលឺ2 ដងក្នុងមួយថ្ងៃនៅពេលដែលអ្នកអានវាចូលព្យាយាមស្រមៃមានអារម្មណ៍និងជឿជាក់ថាអ្នកកំពុងតែសម្រេចគោលដៅនោះប្រសិនបើអ្នកមិនអាចស្រមៃមើលឃើញទ្រព្យសម្បត្តិដ៏ធំសម្បើមនៅក្នុងគំនិតរបស់អ្នកទេនោះអ្នកនឹងមិនអាចសម្រេចវាឲ្យក្លាយជាការពិតបានឡើយនេះជាពេលវេលាដ៏ល្អបំផុតដើម្បីសម្រេចក្តីសុបិនរបស់អ្នកចូលចាប់ផ្ដើមឥឡូវនេះពិភពលោកដែលយើងរស់នៅសប្តាហ៍ថ្ងៃទាមទារឲ្យយើងមានគំនិតថ្មីការបង្កើតថ្មីនិងវិធីសាស្ត្រថ្មីដើម្បីសម្រេចបាននូវភាពជោគជ័យនេះមានន័យថាមានឱកាសជាច្រើនសម្រាប់អ្នកដែលមានគំនិតច្នៃប្រឌិតនិងចង់រៀនសូត្រប៉ុន្តែដើម្បីទាញយកប្រយោជន៍ពីឱកាសទាំងនេះនិងក្លាយជាអ្នកត្រូវតែមានគោលដៅច្បាស់លាស់និងបំណងប្រាថ្នាដ៏ខ្លាំងក្លាបំណងប្រាថ្នាខ្លាំងក្លាគឺជាចំណុចចាប់ផ្ដើមសម្រាប់អ្នកដែលមានក្តីសុបិនចង់រីកចម្រើន